anh ấyកំពុងតែធ្វើកន្លែងចំកាទៀទូកហើយយើងមានអាងស្រេចអញ្ចឹងឥឡូវយើងកំពុងធ្វើការដាក់ធ្វើដបូលហើយនឹងធ្វើដាក់មុងឲ្យវាដេកខ្លាច់មូសខាំនេះយើងធ្វើពីអាស័យដល់សន់សិនហើយសល់អាងបន្តទៀតយើងនឹងធ្វើជាក្រងដែកធ្វើតែម្ដងរួចតែម្ដងធ្វើតែម្ដងចំរហូតអញ្ចឹងយើងអត់ធ្វើពីវិសាទេដោយសារនេះយើងធ្វើសាកល្បងសិនបើជោគជ័យយើងនឹងធ្វើការដាក់អាងយើងមានស្រេចអញ្ចឹងយើងធ្វើតែដបូលដាក់មុងមកយើងចំជាលក្ខណៈកសិដ្ឋានបានណាអានេះយើងធ្វើធម្មតាសិនសាកល្បងហើយបច្ចេកទេសយើងមានស្រេចតែគាត់ថាយើងអត់បានអនុវត្តតល់តែយើងធ្លាប់អនុវត្តពីមុនមកដែរតែយើងអត់បានពេញលេញយើងអនុវត្តតិចតួចអនុវត្តមកដឹងចង់និយាយថាមកដឹងថាវារស់នៅរបៀបម៉េចស៊ីអីចឹងណាហើយឥឡូវយើងធ្វើការដាក់ជាទ្រង់ទ្រាយអាងធំហើយដាក់ពូជដាក់កូនហើយយើងធ្វើទៅតេស្តវាឲ្យជោគជ័យទៅយើងនឹងផ្សព្វផ្សាយទៅជូនបងប្អូនដែលចង់ចំកាទៀទូកហើយយើងកំពុងធ្វើការធ្វើនេះជាអាងរបស់ខ្ញុំហើយអានេះអាងពីមុនសល់មកច្រើនបងប្អូនអាងច្រើនតែយើងធ្វើតែ4-10អាងហ្នឹងក៏យើងអាចវិលជុំក្នុងគ្រួសារយើងបានដែរចំណូលបាទវាថ្លៃដែរបាទហើយយើងមានសល់ពេលវេលាយើងធ្វើអីផ្សេងបានទៀតញ៉ាំឥឡូវយើងកំពុងធ្វើដបូលធ្វើអីវាហ្នឹងនេះនេះបើយើងមានថវិកាច្រើនយើងអាចធ្វើជាក្រងដែកតែម្ដងរួចទេបងប្អូនណាធ្វើក្រងដែកកោងទៅឬក៏ជ្រុងក៏បានដែរធ្វើដើម្បីកុំឲ្យវាហើរចេញបើយើងអត់ចំលាតទេអាចអត់សល់ទេបងប្អូនណាចំបានតែដល់ពេលវាធំវាហើរទៅអស់ហើយអត់សល់ទេអញ្ចឹងយើងត្រូវការធ្វើមុងធ្វើអីឲ្យវាអញ្ចឹងមិនអត់ធ្វើមុងទេវាអត់នៅទេរត់អស់ហើយអញ្ចឹងតាមដានទស្សនាវីដេអូបន្តទៀតអរគុណ